ខ្ញុំនៅតែលំអស្បាយហើយយប់ឡើងខ្ញុំដេកយកសពច្រើនមែនទែនហើយពេលខ្លះអាលំអហ្នឹងវាមិនដឹងថាលំអនៅកន្លែងណាទៀតម្ដងលំអដៃម្ដងលំអជើងហើយជាពិសេសគឺលំអនៅពេលកលៀនហ្នឹងគឺពិបាកអេះមែនទែនហើយអ្វីដែលជាបញ្ហាធំគឺធ្លាក់ទឹកចិត្តហើយលោកគ្រូនិយាយតាក់ទងនឹងបញ្ហាប៉ារ៉ាវេផ្លូវហ្នឹងតែខ្ញុំអាចហូបបានការដេកយកសពច្រើនសគឺថ្មិញលំអគូតពេលខ្លះទៅគឺលំអស្បាយគឺលំអអត់ដឹងមូលហេតុទេណាលំអអត់ចឹងម្ដងលំអដៃម្ដងលំអជើងម្ដងលំអភ្លើងម្ដងលំអកប៉ែនគូតម្ដងលំអបាពោះបាទហើយជាពិសេសគឺអារម្មណ៍ធ្លាក់ទឹកចិត្តពេលខ្លះមានអារម្មណ៍ថាស្ងប់ស្ងាត់បាទខុសរឿងខុសធម្មតាចឹងកន្លែងម៉ែបងប្អូនអាចជាយល់តែតើជាមួយនឹងការលំអខុសរឿងដេកយល់សពច្រើនហើយអត់ចាំបាទហើយបងប្អូនយើងមួយចំនួនក៏បានសួរថាតើអាប៉ារ៉ាវេផ្លូវនឹងញ៉ាំមិនហើយវាអាចដោះស្រាយបញ្ហាបានអត់ខ្ញុំចង់និយាយប្រាប់ថាចំណែកវាមិនមែនទៅដោះស្រាយបញ្ហានឹងបាន 100%ទេវាជាចំណែកខ្ញុំចង់និយាយថាការដែលយើងដេកលក់មានរឿងច្រើនការដែលយើងលំអស្បែកក៏មានរឿងច្រើនហើយការដែលយើងមានអារម្មណ៍ថាធ្លាក់ទឹកចិត្តនឹងក៏មានរឿងច្រើនតែក៏វាជាចំណែកមួយបើសិនជាយើងអត់ដែលបានញ៉ាំថ្នាំទម្លាក់ព្រូនទម្លាក់អៀនតេញញ៉ាឬក៏ពួកតកៅទាំងអស់ទេយើងគួរតែសាកល្បងក្នុងការប្រើព្រោះវាអត់មានផលប៉ះពាល់រំខានឬក៏ហៅថា side effect ធ្វើឲ្យមានបញ្ហាទៅលើថ្លើមមានបញ្ហាទៅលើលំពេងឬក៏ធ្វើឲ្យជាតិពុលរហូតដល់មានបញ្ហាក្អួតចង្អោរគឺអត់មានទេព្រោះវាបានឆ្លងកាត់ការសិក្សាពិសោធន៍ឲ្យនៅក្នុងស្ថាប័ន FDA នឹងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលរបស់យើងច្បាស់លាស់ចឹងមូលហេតុអីបានគ្រូពេទ្យតែងតែណែនាំ3ខែឬក៏6ខែលេខថ្នាំទម្លាក់ព្រូនម្ដងដោយសារតែតកតងនឹងរបបអាហារតកតងជាមួយនឹងអនាម័យចំណីអាហារនិងអនាម័យដៃជើងបូកជាមួយនឹងការដែលបរិយាកាសជាពិសេសគឺចំណីអាហារកាន់ដងយើងជាមនុស្សម្នាក់ប្រជាជនកម្ពុជាយើងគឺចូលចិត្តរបស់ដែលផ្អាប់បាទដូចជាជ្រក់ដូចជារបស់ត្រាំឬក៏តកតងជាមួយនឹងបន្លែឬក៏សាច់មួយចំនួនយើងអាំងខ្លោចហើយការដែលយើងដាក់លក់នៅតាមទីផ្សារទៀតពេលខ្លះយើងអត់បានក្រូក៏បានអីត្រឹមត្រូវទេអញ្ចឹងវាមានដីហុយវាមានរុយរោមហើយជាពិសេសខ្លួនយើងផ្ទាល់តែម្ដងមិនបានស្អាតជាប់លាប់ទេបាទពេលខ្លះយើងហេវអញ្ចឹងលាងដៃធម្មតាលាងទឹកឲ្យស្អាតយើងតែញ៉ាំអីអញ្ចឹងវាជារឿងកំហុសមួយព្រោះមេរោគមួយចំនួនវាមិនស្អាតឬក៏វាមិនស្លាប់ដោយសារតែទឹករបស់យើងទេយើងតែការមានអកលមានបាញ់បន្ថែមទៀតជាថាប៉ារ៉ាវេផ្លឹសគឺវាជាចំណែកមួយក្នុងការកាត់បន្ថយនៅភាពមួយចំនួនតែមិនប្រក្រតីក្នុងរាងកាយរបស់យើងដូចជាបញ្ហារបស់ស្បែកដែលអត់មានដឹងរឿងយើងដេកជប់ទៅសគឺថ្មិញដេកជប់យកសពច្រើនយើងមានអារម្មណ៍ថាមួយយកសពទៅមិនចាំហើយពេលខ្លះយើងមានអារម្មណ៍ថាតែយើងមានអារម្មណ៍អត់សូវសប្បាយចិត្តបាទមួម៉ៅឬក៏អត់សូវសប្បាយចិត្តហ្នឹងគឺជារឿងមួយធំហើយបញ្ហារបស់ខុសកន្លែងនេះបាទរបស់ដងឯងដងជើងនេះរបស់ច្រើននេះបាទអញ្ចឹងចាំបាច់តែការញ៉ាំព្រោះអីអញ្ចឹងមួយកំប៉ុងគាត់ញ៉ាំទៅគឺមួយឆ្នាំគាត់ហូបតែម្ដងទេវាមានភាពងាយស្រួលដូចអ្វីដែលយើងនឹងបាននិយាយមិញថាតើតើមួយឆ្នាំព្រូនតើតើអីគឺរយៈពេល3ខែយើងញ៉ាំឲ្យទៅញ៉ាំម្ដងតែបើសិនយើងញ៉ាំនេះហើយយើងមិនចាំបាច់ញ៉ាំឆ្នាំព្រូនទេដោយសារតែឥទ្ធិពលរបស់វាគឺសម្រាប់ទាំងអស់មកពពួកសត្វល្អិតទាំងអស់ក្នុងរាងកាយមិនថាសត្វល្អិតក្នុងពោះវៀនជាអៀនជាព្រូនជាតេញញ៉ាក៏សម្រាប់បានដែរហើយវានៅក្នុងខ្សែស្បែកក្នុងអីទៀតគឺរឹតតែល្អហើយសំខាន់នៅពេលដែលយើងសម្អាតរាងកាយរបស់យើងហើយពេលខ្លះអាការឈឺពោះរបស់យើងក៏ឡើងឈឺពោះបងប្អូនមួយចំនួនគាត់ថាមិនទេគាត់អាសាឈឺពោះគាត់កោពោះដូចជាគាត់មិនមានញ៉ាំចំណីអាហារអីទេតែមួយរយៈហ្នឹងមានអារម្មណ៍ថាពោះវៀននោះអត់សូវល្អសោះដូចញ៉ាំអីទេពេលខ្លះឆ្អល់ពោះពេលខ្លះហើមពោះញ៉ាំអីទៅឆាប់ឃ្លានបាទវាចង់ថាអាការបំបែររលនៃរាងកាយរបស់យើងគឺប្រព័ន្ធនៃអាហាររបស់យើងនោះខុសប្រក្រតីតែយើងអត់ញ៉ាំរបស់ជូរទេតែមានអារម្មណ៍ថាជូរមកលាមកយើងជ្រីហើយពេលខ្លះលាមកហ្នឹងវាមានអារម្មណ៍ថាដូចជាខុសប្រក្រតីទាំងពណ៌ទាំងក្លិនបាទសុទ្ធតែជាចំណែកមួយនៃពួកបាក់តេរីមិនល្អក្នុងរាងកាយរបស់យើងអញ្ចឹងការដែលយើងញ៉ាំប៉ារ៉ាវេផ្លឹសហ្នឹងវាទទួលដោះស្រាយបញ្ហាហ្នឹងដល់ពេលយើងសម្រាប់ពួកបាក់តេរីមិនល្អលាងសម្អាតបាក់តេរីមិនល្អក្នុងរាងកាយរបស់យើងចាប់បានមានអារម្មណ៍ថាស្រស់ស្រាយមកវិញស្បែករបស់យើងក៏មានអារម្មណ៍ថាភ្លឺថ្លាបាទអញ្ចឹងរាងកាយរបស់យើងតែការដូចម៉ូតូដូចឡានបងប្អូនទៅដូរពីម៉ាស៊ីនបងប្អូនទៅលាងបេនបងប្អូនទៅលាងសម្អាតពីក្រៅតែរាងកាយរបស់យើងខាងក្នុងបងប្អូនតែលាងសម្អាតអត់បាទអញ្ចឹងហើយជាចំណែកមួយដែលធ្វើឲ្យយើងមានបញ្ហាអញ្ចឹងទោះបីជាយើងញ៉ាំប៉ារ៉ាវេផ្លឹសហើយក៏ដោយយើងសម្អាតរាងកាយយើងហើយក៏ដោយជាសំណពរគឺសុំទី1របបអាហារត្រូវតែមានវិន័យទី2កាត់បន្ថយអាហារផ្អែមភេសជ្ជៈផ្អែមឬក៏ទឹកផ្អែមឲ្យអស់ទី3តើតើជាមួយនឹងអាហារម្សៅអាហារកែច្នៃសូមកាត់បន្ថយនៅកម្រិតតិចបំផុតនិងទី4មិនបែរជាពិបាកក្នុងការសុំគ្រឿងស្រវឹងបើសិនអាចទេកាត់បន្ថយទៅព្រោះហានិភ័យនៃជំងឺសរសៃឈាមហានិភ័យនៃជំងឺតើតើចំសងហ្នឹងគឺកើតចេញពីប្រមាណចំណុចដែលខ្ញុំរៀបរាប់មិញហ្នឹងបាទអញ្ចឹងជូនពរពីខ្ញុំដុកទ័រគីមជូនពរពុកម៉ែបងប្អូន